Sầm Piệt Chiêm chất sấp sai sập nơi tại khẽ trò bánh châu chiêm lươn láng bạc phơ mùi tiệt dọc đồng kiệp một nhông nâng bồng bạch vỉa dọc sầm lấy một mà xin bôm tam ỏi toàn tiên ỏi nâng bẩn tích ba ca mơ khởi Bạt Sầm Piệt Chiêm làng vinh hai học sập cao sập nâng nở hải bánh chốc ca hô chiêm tiếng sóng triêm bật trung dọc chất tục đạ đê chi sở tọp ăn chùm ní trơ tay trong ỏi chộp Bạt alo bờ đầy Alo propon on the world out យប់នេះបងប្រហែលជាមិនបានត្រឡប់ទៅវិញទេទើបតែទទួលបានដំណឹងជើងហោះហើរត្រូវលុបចោលហើយ ha make ban lục cho ảnh trắng cho dục ní mình men ọt ban chụp bong tiệt tế មិនអីទេបងបានបដូរសម្បត្តិយន្តហោះថ្ងៃស្អែកហើយ chân có ban pe bong trở lọp một vinhประหยัดphòng បាទប្រពន្ធអូនឆាប់សម្រាកទៅស្អែកជួបគ្នា âm ai chụp khỉa sầm lánh propon anh chạy mơ tiệt hái កុំបារម្ភនាងស្រឡាញ់បងណាស់មិនសង្ស័យបងទេ cua ở style phần màn ngày tiệt ôn trơ riệp ca chỉ mùi bong hai đo pe nục ឯងធ្វើអីហ្នឹងចឹងយប់នេះពួកយើងសប្បាយឲ្យអស់ដៃទៅ mơ anh nhập tơ mình men tinh năm tê ấy lê pi crop sân tờ នាងតូចនេះនៅតែមិនអាចបំពេញចិត្តអញបានទៀតហេឲ្យបងរងចាំសិន sầm lánh anh cát ấy nắng anh cát ấy nắng Krupet ប្រធានយាងអ្នកទើបតែនៅលើទវះកាត់ពិតជាអស្ចារ្យណាស់ពេលណាទើបខ្ញុំពូកែដូចអ្នកអូមែនហើយប្រធានយាងខ្ញុំឮថាមន្ទីរពេទ្យយាងហេចង់ឲ្យអ្នកទៅធ្វើជាប្រធានមន្ទីរពេទ្យតើពិតមែនទេ ព័ត៌មានរបស់អ្នកពិតជាលឿនមែនប៉ុន្តែខ្ញុំបានបដិសេធហើយព្រោះវាឆ្ងាយពេកខ្ញុំមិនចង់បែកគ្នាជាមួយប្តីខ្ញុំទេ ប្តីអ្នកពិតជាមានសំណាងណាស់ដែលមានប្រពន្ធស្រឡាញ់គាត់បែបនេះមិនដូចខ្ញុំទេ ឈប់សិនមិត្តស្រីអ្នកនិយាយគ្នានៅតិចមែនទេប្រធានជាងសង្គ្រោះបន្ទាន់ទើបតែបញ្ជូនអ្នកជំងឺម្នាក់មកអ្នកឆាប់ទៅមើលទៅប្តីកាត់អីហ្នឹង ប្រធានយាងគាត់មានអាការៈប្រតិកម្មអាឡែស៊ីដោយសារថ្នាំនេះ Sildenafil នេះគឺជាថ្នាំសម្រាប់បុរស ប្រពន្ធបងចេញទៅធ្វើការលើកនេះត្រូវចំណាយពេលច្រើនថ្ងៃអូននៅផ្ទះ មិនក៏បងចេញទៅធ្វើការរហូតចឹងមិនមានពេលកំដរអូនសោះ សុំទោសប្រពន្ធក្រុមហ៊ុនរៀបចំបងក៏គ្មានជំរឿដែរប៉ុន្តែចាំពេលបងត្រឡប់មកវិញពីការងារលើកនេះគប់ជូនខូបអាពាហ៍ពិពាហ៍យើងបងនឹងសុំច្បាប់ឈប់សម្រាកពីរបីថ្ងៃពួកយើងចេញទៅដើរលេងឲ្យសប្បាយ នេះជាសម្ដីបងណាមិនត្រូវក្រឡាស់សម្ដីទេ Lucy អញអាំនោះចង្រៃតើអញទៅធ្វើការឬទៅលួចមានសហាយ គាត់មិនអីទេតើអ្នកចង់ចូលទៅមើលគាត់ទេ មិនទៅទេខ្ញុំខ្លាចទ្រាំមិនបានកាត់ខាងក្រោមគាត់ចោល បើបញ្ជូនមកយឺតបន្តិចប្រហែលជាត្រូវកាត់ចោលមែនហើយម្យ៉ាងទៀតមិត្តរួមការងារផ្នែកពិនិត្យទើបតែប្រាប់ខ្ញុំថាថ្នាំដែលគាត់ទិញហួសកាលកំណត់បូករួមទាំងគាត់ប្រើប្រាស់លើសកម្រិតទើបបណ្ដាលឲ្យក ុំប្រាប់ខ្ញុំរឿងទាំងនេះខ្ញុំមិនចង់ស្ដាប់ទេមែនហើយតើនរណាជាអ្នកបញ្ជូនគាត់មកមន្ទីរពេទ្យ គិលានុបដ្ឋាយិកាប្រាប់ថាជាស្ត្រីវ័យក្មេងម្នាក់ហើយរថយន្តសង្គ្រោះបន្ទាន់ពេលមកដល់មន្ទីរពេទ្យបង់លុយរួចក៏រត់បាត់ទៅប្រហែលជាខ្លាចគេឃើញប៉ុន្តែនាងបានប្រាប់ពីដំណើររឿងថាមនុស្សពីរនាក់បើកបន្ទប់នៅសន្តាគារប្តីអ្នកលេបថ្នាំខោអាវមិនទាន់ដោះផងក៏ធ្វើទុកនិយាយទៅរឿងនេះត្រូវតែអ្នកសួរគាត់ផ្ទាល់ទើបដឹងប្រហែលជាមានការយល់ច្រឡំ យល់ច្រឡំអីទៅបើកបន្ទប់សន្តាគារជាមួយស្រីផ្សេងហើយនៅមានការយល់ច្រឡំអីទៀត ប្រធានយាងកុំតន់ទៅពេលគាត់ដឹងខ្លួនគិតយ៉ាងម៉េច គាត់ប្រហែលជាមិនស្គាល់អ្នកទេតែបើគាត់សួរអ្នកប្រាប់គាត់ថាយប់នេះខ្ញុំមិនបានប្រចាំការទេជួយឆែកមើលកាមេរ៉ាសុវត្ថិភាពនៅកន្លែងបង់ប្រាក់ផងខ្ញុំចង់ដឹងថាមនុស្សស្រីដែលបញ្ជូនគាត់មកយប់នេះជានរណា ប្រធានយាងឬមួយ ឲ្យអ្នកឆែកក៏ឆែកទៅ នេះជារឿងអីទៅ ទៅធ្វើការអី
លោកចោលជើងហោះហើរអីសុទ្ធតែរឿងកុហកគ្រាន់តែជាលេសដែលលូស៊ីឯងលួចមានតែមិនក៏លោកដាច់ចិត្តម្លេះមិនក៏លោកដាច់ចិត្តធ្វើបែបនេះដាក់ខ្ញុំរៀបការជាមួយគាត់ទៅរៀបការជាមួយគាត់ទៅ តើអូនព្រមរៀបការជាមួយបងឲ្យបងមើលថែអូនមួយជីវិតទេរៀបការជាមួយគាត់ទៅរៀបការជាមួយគាត់ទៅរៀបការជាមួយគាត់ទៅប្តីសម្លាញ់មើលណែពួកយើងមានកូនហើយប្រពន្ធសម្លាញ់នេះជារឿងពិតមែនទេពួកយើងមានកូនហើយប្រពន្ធសម្លាញ់អូនកុំបារម្ភអីមួយជីវិតនេះបងច្បាស់ជាមើលថែអ្នកទាំងពីរឲ្យបានល្អប្តីសម្លាញ់សុំទោសគឺអូនជាអ្នកធ្វើឲ្យបាត់បង់កូនសុំទោសមិនអីទេប្រពន្ធសម្លាញ់ពួកយើងនៅក្មេងថ្ងៃក្រោយនៅតែអាចយកបានឲ្យតែអូនមិនអីគឺបានហើយមកពីអូនលូស៊ឺលោកគឺជាជនបោកប្រាស់អាមនុស្សបោកប្រាស់បងថ្លៃពិតជាបងមែនបងថ្លៃមិនក៏បងមកផឹកស្រាម្នាក់ឯងនៅទីនេះខ្ញុំទៅតែចេញពីធ្វើការក៏មកផឹកបន្តិចទៅចុះឯងមិនក៏នៅទីនេះគឺខ្ញុំកំដរភ្ញៀវផឹកស្រានៅទីនេះបងថ្លៃតើបងឆ្លោះគ្នាជាមួយបងប្រុសខ្ញុំមែនទេឆ្លោះគ្នាមិនប្រកាសទេអាចនឹងលេងលះគ្នាលេងណាមិនដល់ថ្នាក់នឹងទេដឹងបងថ្លៃគ្រាន់តែឆ្លោះគ្នាសោះបើបងគិតថាទទួលរងភាពអយុត្តិធម៌ចាំខ្ញុំទេទៅបងប្រុសខ្ញុំឲ្យគាត់សុំទោសបងឲ្យបានត្រឹមត្រូវម្យ៉ាងទៀតអ្នកណាមិនដឹងថាបងនិងបងប្រុសខ្ញុំស្រឡាញ់គ្នាខ្លាំងមិនក៏ចេះតែនិយាយថាលេងលះចឹងស្រឡាញ់គ្នាខ្លាំងបើស្រឡាញ់គ្នាខ្លាំងមែនបងប្រុសឯងគាត់នឹងប្រធានជាងអ្នកដែលជួនប្តីអ្នកមកមន្ទីរពេទ្យយប់នេះមិនមែនអ្នកណាផ្សេងទេគឺប្អូនថ្លៃអ្នកស៊ូម៉ាន់ឈីលូស៊ឺអាសត្វតិចឆានសំបីតែប្អូនថ្លៃខ្លួនឯងក៏បងថ្លៃកាត់អីហ្នឹងអូគ្មានអីទេបងថ្លៃបងកាត់អីហ្នឹងមិនស្រួលខ្លួនត្រង់ណាខ្ញុំមិនអីទេខ្ញុំចាំបានថាពីរបីថ្ងៃទៀតឯងនឹងរៀបការជាមួយម៉ាន់ឈីហើយមែនទេមែនហើយគឺកំណត់នៅខានស្អែកបងមិនមែនដឹងហើយទេមិនក៏សុកសួររឿងនេះសុំទោសផងខ្ញុំមានការបន្តិចសុំទៅមុនហើយនេះវាមានរឿងអីឲ្យប្រកាសទៅចាប់ពីពេលនេះទៅទោះក្រមានឈឺជាពួកយើងនឹងរួមសុខរួមទុក្ខជាមួយគ្នាលូស៊ឺអាសត្វតិចឆានសំបីតែសិលធម៌តិចតួចក៏លោកមិនខ្វល់ដែរមិនខ្លាចរន្ទះបាញ់ទេមេធាវីទាវរំខានជួយរៀបចំកិច្ចព្រមព្រៀងលែងលះមួយច្បាប់ឲ្យខ្ញុំផងចាស់គឺត្រូវការនៅថ្ងៃស្អែកសង្កេតមើលសិនគ្រូពេទ្យតើខ្ញុំកំពុងនៅមន្ទីរពេទ្យណាដែរមានរឿងអីគ្មានអីទេអូមែនហើយផ្នែកសង្គ្រោះបន្ទាន់របស់អ្នកមានគ្រូពេទ្យឈ្មោះជាងស៊ូរ៉ានដែរទេគាត់គឺជាប្រធានផ្នែកសង្គ្រោះបន្ទាន់របស់យើងពីថ្ងៃនេះគាត់សុំច្បាប់សម្រាប់មិននៅទេម្យ៉ាងទៀតអាការៈរបស់អ្នកមិនមានបញ្ហាធំដុំទេឥឡូវអាចរៀបចំបែបបត់ចេញពីមន្ទីរពេទ្យបានហើយគ្រូពេទ្យចាងយប់មិញប្រធានជាងមិនមែននៅប្រចាំការទេមិនក៏លោករឿងមិនគួរសួរកុំសួរទៅធ្វើការងារនាងទៅប្រពន្ធសម្លាញ់បងមកវិញហើយថ្ងៃនេះអូនមិនទៅធ្វើការទេប្រពន្ធសម្លាញ់អូនកាត់អីហ្នឹងប្រពន្ធសម្លាញ់អូនមានន័យថាម៉េចហ្នឹងសុកមិនក៏ចង់លីឈប់មិនក៏មិនពិភាក្សាជាមួយបងសិនខ្ញុំចង់ឈប់ក៏ឈប់ទៅមិនក៏ត្រូវពិភាក្សាជាមួយបងអូនមិនទាន់បានឡើងជាប្រធានពេទ្យបានប៉ុន្មានផងមិនក៏ចង់ឈប់ក៏ឈប់អញ្ចឹង
អូនមើលចុះឥឡូវយើងមានសម្ពាធបណ្ណាបង់ថ្លៃឡានថ្លៃផ្ទះមួយខែរាប់ម៉ឺនអូនស្រាប់តែលីឈប់អញ្ចឹងសម្ពាធទាំងអស់នេះមិនមែន អញ្ចឹងបងគ្រាន់តែបារម្ភថាពេលខ្ញុំឈប់ទៅគ្មានអ្នកជួយបង់ថ្លៃផ្ទះថ្លៃឡានបងទេមែនទេ ប្រពន្ធសម្លាញ់បងមិនមែនមានន័យអញ្ចឹងទេបង គ្រប់គ្រាន់ហើយខ្ញុំមិនចង់ស្ដាប់បងបកស្រាយទេ ប្រពន្ធសម្លាញ់តើអូនកាត់អីហ្នឹង លូសៀងប៉ុន្មានឆ្នាំនេះខ្ញុំធ្វើល្អដាក់បងគ្រប់គ្រាន់ហើយមែនទេថ្លៃផ្ទះថ្លៃឡានបងខ្ញុំជួយបងការចំណាយក្នុងផ្ទះក៏ខ្ញុំជាអ្នកចេញខ្ញុំរាល់ថ្ងៃក្រៅពីធ្វើការពេលចេញពីធ្វើការត្រូវមកបម្រើបងទៀតចុះបងវិញបងធ្វើមិនដាក់ខ្ញុំខ្លះ ប្រពន្ធសម្លាញ់អូនកំពុងនិយាយអីហ្នឹង ជីវិតបែបនេះខ្ញុំទ្រាំលែងបានហើយ បងដឹងថាបងខុសដែលមានពេលកំដរអូនតិចពេកបងសន្យាថាថ្ងៃក្រោយនឹងមិនសូវចេញទៅធ្វើការឆ្ងាយទេបើអូនគិតថាហត់សុំច្បាប់សម្រាប់ប៉ុន្មានថ្ងៃទៅយើងមិនបាននិយាយគ្នាហើយទេអីចាំចូលរួមមង្គលការប្អូនប្រុសបងរួចយើងទៅដើរលេងប៉ុន្មានថ្ងៃល្អទេ លូសៀងបង បានហើយបងទៅងូតទឹកសិនអូនរងាប់អារម្មណ៍សិនទៅ គាត់ប្រហែលជាមិនដឹងរឿងខ្ញុំរលូតកូនទេដឹងមិនអាចទេយប់មិញគាត់មិនបានញ៉ាំបាយផងលូសៀងអាំនោះចង្រៃពីមុនពិតជាខ្វាក់ភ្នែកមែនបានជាមើលឃើញលោកសម្លាញ់ឥឡូវបងចេញពីពេទ្យហើយមែនទេយប់មិញធ្វើឲ្យអូនភ័យស្លាប់ហើយប្រពន្ធបងប្រហែលជាមិនដឹងរឿងយប់មិញទេដឹងបងត្រូវតែលាក់នាងឲ្យចិត្តណាអូនចិត្តរៀបការជាមួយប្អូនប្រុសបងហើយបើមានគេដឹងយើងច្បាស់ជាចាប់មិនខានមែនហើយវីដេអូដែលយើងថតប៉ុន្មានថ្ងៃមុនអូនផ្ញើឲ្យបងមើលហើយកុំភ្លេចលុបចោលណាសម្លាញ់យកល្អបងលែងលេះជាមួយប្រពន្ធបងទៅពួកយើងរស់នៅជាមួយគ្នាយ៉ាងម៉េចដែរ ធ្វើអញ្ចឹងមិននឹងបានថ្លៃផ្ទះថ្លៃឡានរាល់ខែរបស់បងនៅពឹងឲ្យនាងជួយបងផង ចុះពេលនោះនាងមានផ្ទៃពោះទៀតគិតយ៉ាងម៉េច ខ្លាចអីថ្នាំរំលូតកូនដែលអូនទិញលើកមុនមិនមែនប្រើការបានល្អទេអី បងពិតជាខូចមែនតែអូនចូលចិត្តតាមពិតពីមុនសុទ្ធតែជាស្នាដៃពួកឯងទាំងពីរនាក់នេះពិតជាហួសហេតុពេកហើយអាឡូបងតើបងនឹងបងថ្លៃមានរឿងអីហ្នឹង គឺខ្ញុំបងប្រុសឯងទៅងូតទឹកហើយ អូបងថ្លៃបងប្រុសខ្ញុំទៅដល់ផ្ទះហើយមែនទេអញ្ចឹងអ្នកទាំងពីរប្រហែលជាមិនអីទេដឹងមែនហើយបងថ្លៃខានស្អែកជាថ្ងៃរៀបការរបស់ខ្ញុំនឹងមែនថៃបងនិងបងប្រុសខ្ញុំត្រូវតែមកឲ្យលឿនបន្តិចណា អូខេដឹងហើយ ចាំបន្តិចមានរឿងអីបងថ្លៃ បងប្រុសឯងគាត់ទេគ្មានរឿងអីទេបិទសិនហើយលូសៀងខ្ញុំស្មានថាបងគ្រាន់តែលួចមានស្រីធម្មតានឹកស្មានមិនដល់សោះថាសំបីតែកូនខ្លួនឯងក៏បងហ៊ានសម្លាប់ខ្ញុំច្បាស់ជាឲ្យបងសងតម្លៃនេះវិញមិនខានប្រពន្ធសម្លាញ់ទៅចុះបើទៅហើយកុំត្រឡប់មកវិញខ្ញុំមិនជឿថានាងអាចរស់នៅខ្វះខ្ញុំបានទេ លោកនាយកខ្ញុំគិតរួចរាល់ហើយខ្ញុំសម្រេចចិត្តទទួលយកការអញ្ជើញរបស់លោកអគ្គនាយកខ្ញុំយល់តាមពិតទៅមនុស្សមានសមត្ថភាពដូចជានាងខ្ញុំគួរតែខត់ទុកទើបត្រូវតែទីនេះរបស់យើងយ៉ាងណាក៏មិនអាចប្រៀបនឹងមន្ទីរពេទ្យជាងហេរបស់លោកអគ្គនាយកដែរគាត់អាចអញ្ជើញនាងទៅធ្វើជានាយកមន្ទីរពេទ្យពិតជាធ្វើឲ្យគេមិនអាចបដិសេធបានមែន លោកនាយកតាមពិតខ្ញុំលាឈប់នៅមានមូលហេតុផ្សេងទៀត ទោះបីជាមកពីមូលហេតុអ្វីក៏ដោយក៏ខ្ញុំអាចយល់បានដែរទៅចុះសង្ឃឹមថាថ្ងៃអនាគតនាងអាចបន្តបញ្ចេញសមត្ថភាពក្នុងវិស័យពេទ្យនេះទៀតម្យ៉ាងទៀតថ្ងៃក្រោយមិនប្រកាសទេខ្ញុំអាចនឹងត្រូវពឹងពាក់នាងក៏ថាបានប្រធានជាងអ្នកមិនមែនលីឈប់មែនទេដឹងបើអ្នកទៅបាត់ថ្ងៃក្រោយខ្ញុំគិតយ៉ាងម៉េចទៅ ចុះបើអ្នកទៅមន្ទីរពេទ្យជាងហេជាមួយខ្ញុំទៅខ្ញុំឲ្យអ្នកធ្វើជាជំនួយការខ្ញុំយ៉ាងម៉េចដែរអ្នកធុញទេ ប្រធានជាងអ្នកទៅណា ចូលរួមមង្គលការសឿមែនឃើញនាងតាក់ទងលូសៀងក៏ហីចុះតែនាងហ៊ានប៉ះកូននៅក្នុងពោះឯងគិតថាយើងនឹងលើកលែងឲ្យឯងមែនទេ
សួស្ដីខ្ញុំជាបងថ្លៃរបស់កូនកំលោះកូនក្រមុំអំបាញ់មិញកូនក្រមុំបានឲ្យ S បឺមួយមកខ្ញុំនាងប្រាប់ថានៅក្នុងនេះគឺជាសាច់រឿងដែលនាងនិងកូនកំលោះបានស្គាល់គ្នានិងស្រឡាញ់គ្នាបន្តិចទៀតរំខានអ្នកជួយចាក់វានៅក្នុងពិធីមង្គលការផង យកព្រមខ្ញុំដឹងហើយ លូសៀងស៊ឺមែនថ្ងៃនេះគឺពួកឯងជាអ្នកបង្ខំខ្ញុំទេ មែនថៃថ្ងៃនេះពិតជាស្អាតណាស់គឺស័ក្តិសមជាមួយកូនប្រុសខ្ញុំខ្លាំងណាស់ អ្នកដន្លឹងអ្នកកុំបារម្ភអីមែនទេផ្ទះខ្ញុំទោះបីជាពេលធម្មតាអាចនឹងរឹងរូសបន្តិចមែនតែអត្តចរិតគឺពិតជាគ្មានបញ្ហាទេម៉ាក់និយាយអីហ្នឹងខ្ញុំរឹងរូសនៅកន្លែងណាខ្ញុំស្ដាប់បង្គាប់ណាស់ដឹងទេ មែនថៃឲ្យចាំរៀបការរួចឲ្យតែឯងអាចមានផ្ទៃពោះភ្លាមម៉ាក់ធានាថានៅក្នុងផ្ទះគ្មានអ្នកណាហ៊ានធ្វើបាបឯងទេ ត្រូវហើយប៉ានិងម៉ាក់ឯងសុទ្ធតែអន្ទះសាររងចាំកូនប្រុសហើយ មិនត្រូវទេអ្នកដន្លឹងអ្នកមិនមែននៅមានកូនប្រសារស្រីច្បងម្នាក់ទៀតទេអីរៀបការជាមួយកូនប្រុសច្បងអ្នកប៉ុន្មានឆ្នាំហើយនៅមិនទាន់មានកូនទៀត កុំនិយាយពីកូនប្រសារស្រីច្បងខ្ញុំអីពិបាកណាស់ទម្រាំតែមានផ្ទៃពោះតែបែរជារលូតកូនទៅវិញអ្នកគិតថាស៊ឺឬក៏អត់ ម៉ាក់និយាយរឿងនេះធ្វើអីកុំនិយាយទៀត និយាយមានបញ្ហាអីប្រពន្ធថៃមានចរិតបែបណាឯងខ្លួនឯងមិនច្បាស់ក្នុងចិត្តទេអីមិនបាច់និយាយរឿងផ្សេងទេថ្ងៃនេះគឺជាថ្ងៃរៀបការដ៏សំខាន់របស់ប្អូនប្រុសឯងនាងធ្វើជាបងថ្លៃម្នាក់ដល់ពេលនេះហើយនៅមិនទាន់មកទៀតនាងនៅមានទុកមនុស្សក្នុងផ្ទះយើងក្នុងភ្នែកទៀតទេ ប៉ាម៉ាក់បងថ្លៃប្រកាសជាមានរឿងអីហើយតើមកពីខ្ញុំមិនមកទើបរៀបការមិនកើតមែនទេ ឯងទៅធ្វើអីមិនក៏ពេលនេះទើបមក ខ្ញុំទៅរៀបចំការភ្ញាក់ផ្អើលឲ្យឯងនឹងស៊ឺមែនថៃ និយាយអីហ្នឹងពិធីមង្គលការប្អូនប្រុសខ្ញុំឯងរៀបចំការភ្ញាក់ផ្អើលឲ្យខ្ញុំ ជាង Sharon ថ្ងៃនេះជាថ្ងៃសំខាន់ណាស់ឯងមកយឺតក៏ហីចុះមិនក៏នៅនិយាយសំហេតុផលទៀត ម៉ាក់បងថ្លៃប្រកាសជាការងាររវល់អាចមកបានគឺល្អហើយ ការងារនាងបានឈប់បាត់ទៅហើយរវល់អីទៀត Sharon មិនមែនប៉ាម៉ាក់ចេះតែចង់ថាឲ្យឯងទេគឺឯងខ្លួនឯងជាអ្នកធ្វើកូនត្រូវឯងធ្វើឲ្យបាត់បង់ក៏ហីចុះពេលនេះការងារក៏ត្រូវឯងធ្វើឲ្យបាត់បង់ទៀតឯងពិតជាត្រូវរៀនសូត្រពីប្អូនថ្លៃឯងឲ្យបានល្អហើយ រៀនពីនាងរឿងអីរៀនពីនាងធ្វើជាស្រីកំណាន់នៅខាងក្រៅមែនទេ ឯងកំពុងនិយាយផ្ដេសផ្ដាស់អីស្អីគេហៅថាកូនស្រីខ្ញុំធ្វើជាស្រីកំណាន់នៅខាងក្រៅឯងនិយាយឲ្យច្បាស់មក ខ្ញុំនឹងប៉ាឯងគ្រាន់តែថាឲ្យឯងពី3ម៉ាត់សោះឯងបែរជាទម្លាក់កំហឹងលើប្អូនថ្លៃឯងទៅវិញឯងមានចិត្តណាមែនទេ ខ្ញុំមិនបាននិយាយផ្ដេសផ្ដាស់ទេនាងជាស្រីកំណាន់ឬក៏អត់នាងខ្លួនឯងច្បាស់ក្នុងចិត្តហើយប្តីសម្លាញ់បងគុំស្ដាប់គាត់និយាយផ្ដេសផ្ដាស់ខ្ញុំមិនបានទេគឺគាត់ បងថ្លៃពាក្យនេះមិនអាចនិយាយផ្ដេសផ្ដាស់ទេខ្ញុំនឹងមែនថៃនៅជាមួយគ្នាយូរយ៉ាងនេះខ្ញុំមិនជឿថានាងជាមនុស្សបែបនេះទេ មែនទេឯងពិតជាគិតថាឯងយល់ពីនាងច្បាស់ណាស់មែនទេ គ្រប់គ្រាន់ហើយមួយរយៈនេះឯងកើតអីឲ្យប្រកាសបើឯងមានមតិចំពោះខ្ញុំនៅក្រៅឯងចង់និយាយពីខ្ញុំយ៉ាងម៉េចក៏បានដែរតែថ្ងៃនេះគឺជាថ្ងៃរៀបការរបស់ប្អូនប្រុសខ្ញុំនឹងមែនទេឯងមករករឿងមែនទេ ត្រូវហើយថ្ងៃនេះខ្ញុំគឺមកកករឿងខ្ញុំគិតថាស៊ឺមែនខៃមិនស័ក្តិសមនឹងប្អូនប្រុសឯងទេ ឬមួយក៏នាងដឹងរឿងខ្ញុំនឹងមែនទេហើយ ទុកមុខឯងហើយមែនទេបើឯងមិនចង់នៅទីនេះទេគឺចេញទៅឲ្យបាត់ទៅ ត្រូវហើយមិនចង់នៅក៏ចេញទៅគេមែនខៃនៅមិនទាន់ជួបផ្ទះផងឯងធ្វើជាបងថ្លៃម្នាក់បែរជាធ្វើដាក់នាងបែបនេះថ្ងៃក្រោយទៅជាយ៉ាងណា ទៅជាមួយខ្ញុំ ទៅណាខ្ញុំនៅមិនទាន់និយាយពីឯងផង និយាយពីខ្ញុំរឿងអីញាតិមិត្តទាំងអស់គ្នាអរុនសួស្ដីថ្ងៃនេះពន្លឺព្រះអាទិត្យល្អណាស់យើងជួបជុំគ្នានៅទីនេះដើម្បីធ្វើជាសាក្សីក្នុងពេលវេលាដ៏មានក្តីសុខរបស់កូនកំលោះលូយូអាននិងកូនក្រមុំអ្នកនាងស៊ឺមែនថៃ មែនថៃនៅឈរថ្មឹងធ្វើអីទៀតលឿនឡើងទៅបងថ្លៃខ្ញុំប្រមានបងយកល្អគុំមករករឿងក្នុងពិធីមង្គលការរបស់ខ្ញុំបើមិនអញ្ចឹងទេខ្ញុំមិនឲ្យបងបានសុខទេ ឯងកើតអីឲ្យប្រកាសឯងកើតអីឲ្យប្រកាស ចេញឲ្យឆ្ងាយកុំមកប៉ះខ្ញុំ ឯងចង់ធ្វើអីឲ្យប្រកាសឯងមិនចង់រស់នៅជាមួយគ្នាទៀតទេមែនទេ ឯងទីត្រូវហើយថ្ងៃនេះខ្ញុំគឺមកលេងលេះជាមួយឯង ចង់លេងលេះជាមួយខ្ញុំឯងហ៊ានចង់លេងលេះជាមួយខ្ញុំ យ៉ាងម៉េចឯងគិតថាខ្ញុំមួយជីវិតនេះមិនអាចខ្វះឯងបានមែនទេ ជាង Sharon ឯងគិតច្បាស់ទៅពេលនេះឯងចង់បានអីក៏គ្មានដែរបើឯងលេងលេះជាមួយកូនប្រុសខ្ញុំឯងកុំស្ដាយក្រោយឲ្យសោះ ប៉ុន្មានឆ្នាំនេះខ្ញុំចំណាយលុយលើគេអស់យ៉ាងច្រើនធ្វើជាគោជាសេះឲ្យគេចុះគេវិញបែរជាលួចតាក់ទងជាមួយស្រីផ្សេងកំបាំងមុខខ្ញុំអាពាហ៍ពិពាហ៍មួយនេះមិនគួរលេងលេះទេមែនទេ ឯងកំពុងនិយាយផ្ដេសផ្ដាស់អី
ខ្ញុំតាក់ទងជាមួយស្រីផ្សេងនៅពេលណា ដល់ពេលនេះហើយឯងនៅចង់ធ្វើល្ងងទៀតមែនទេ ឬមួយក៏នាងពិតជាដឹងរឿងគ្រប់យ៉ាងហើយ កូនប្រុសខ្ញុំមិនមែនជាមនុស្សបែបនេះទេបើគេពិតជាបានធ្វើរឿងដែលមានកំហុសចំពោះឯងមែនខ្ញុំនឹងវាយបំបាក់ជើងគេដោយផ្ទាល់ ត្រូវហើយឯងមានសិទ្ធិអីមកនិយាយពីកូនប្រុសខ្ញុំបែបនេះភស្តុតាងថ្ងៃណាឯងមានភស្តុតាងទេ ភស្តុតាងមែនទេ មើលទៅ សាច់រឿងរបស់ពួកគេចាប់ផ្ដើមពីការជួបគ្នាគឺពោរពេញទៅដោយភាពទន់ភ្លន់បន្ទាប់មកទៀតសូមឲ្យពួកយើងតាមរយៈវីដេអូវឹកមួយរំលឹកពីពេលវេលាដែលពួកគេបានស្គាល់គ្នានិងស្រឡាញ់គ្នា អ្នកមើលគេទាំងពីរអ្នកមានក្តីសុខណាស់មិនដូចឯងទេ មិនក៏នៅមានចាក់វឹកទៀតមិនក៏ខ្ញុំមិនបានឮថាមានកម្មវិធីនេះ គឺខ្ញុំជាអ្នកឲ្យគេចាក់ ឯងចង់ធ្វើអី ប្តីសម្លាញ់វឹកអីគេមិនក៏អូនមិនដឹង មិនមែនអូនជាអ្នកឲ្យគេចាក់ អូនសម្លាញ់យើងនៅជាមួយគ្នារាល់ថ្ងៃអត់ខ្លាចប្រពន្ធបងដឹងទេ ហានេះមានរឿងអីហ្នឹង ស្ដាប់មិននឿសោះ នេះជារឿងពិតមែនទេ ទេ យើងបានព្រមព្រៀងគ្នាថានឹងធ្វើជាសង្សារនឹងគ្នាមួយជីវិតហើយតើខ្លាចអី មុខក្រាស់មែនយឺតបន្តិចគួរឲ្យស្អប់ណាស់ នេះមានរឿងអីហ្នឹងមិនបានជាក្នុងពិធីមង្គលការចាក់របស់នេះ សំឡេងនេះមិនក៏ស្ដាប់ទៅដូចជាធ្លាប់ស្គាល់ម្លេះមនុស្សពីរអ្នកនេះជាអ្នកណាគេ មែនហើយស្ដាប់មិនទាន់ឆ្អែតផងនេះតើអ្នកណាជាមួយអ្នកណា មនុស្សស្រីនឹងដូចជាសំឡេងកូនក្រមុំមែនទេមិនមែនខ្ញុំទេ សិនរានឯងចាក់របស់នេះក្នុងពិធីមង្គលការតើឯងបានរបស់នេះមកពីណា លោកនៅមានមុខមកសួរខ្ញុំទៀតថារបស់នេះបានមកពីណាលោកឯងមិនដឹងខ្លួនឯងទេអី ឯងមានន័យថាម៉េចឯងមានន័យថាម៉េចឲ្យប្រកាស លូស៊ឺខ្ញុំទុកមុខឲ្យលោកនៅធ្វើពុតជាល្ងងនៅទីនេះទៀតមែនទេហើយនៅមានពួកឯងទៀតខ្លងអស់ហើយមែនទេឬមួយក៏ពួកឯងស្ដាប់មិនដឹងថាអំបញ្ញមិញនេះជាការសន្ទនារបស់អ្នកណាជាមួយអ្នកណា ម៉ាន់ជីប្រាប់បងមកអំបញ្ញមិញនេះ ទេមិនមែនខ្ញុំទេគឺនាងមានចិត្តណាធ្វើបាបខ្ញុំ ល្អណាស់នាងមួបង្កាច់កូនប្រុសខ្ញុំក៏ហួសទៅចុះឥឡូវនៅចង់មួបង្កាច់ម៉ាន់ឈីទៀតនាងពិតជាគួរឲ្យស្អប់ណាស់ កូនស្រីខ្ញុំស្អាតស្អំស្ទើរតែត្រូវនាងបំផ្លាញទៅហើយនាងស្រីម្នាក់នេះមិនក៏នាងចិត្តអាក្រក់ម្លេះ ខ្ញុំចិត្តអាក្រក់បើខ្ញុំចិត្តអាក្រក់មែនលោកគិតថាកូនស្រីលោកថ្ងៃនេះនៅមានមុខជួបគេទៀតទេ គ្រប់គ្រាន់ហើយនាងគ្រាន់តែចង់លេងលះមែនទេខ្ញុំបំពេញបំណងនាង ជាងស៊ូរ៉ានទោះបីជានាងស្អប់ខ្ញុំយ៉ាងណាក៏ដោយខឹងខ្ញុំក៏ដោយខ្ញុំគ្រាន់តែចង់និយាយថាខ្ញុំមិនដែលធ្វើរឿងមានកំហុសចំពោះនាងទេនាងជឿមិនជឿខ្ញុំក៏គ្មានអ្វីត្រូវបកស្រាយដែរប៉ុន្តែថ្ងៃនេះខ្ញុំដាច់ខាតមិនអនុញ្ញាតឲ្យនាងបន្តរករឿងបែបនេះទៀតទេកិច្ចព្រមព្រៀងលែងលះក៏ស៊ីញេរួចហើយនាងនៅទីនេះធ្វើអីទៀតចេញទៅ មិនដែលធ្វើចេញទៅនាងលែងជាមនុស្សគ្រួសារលូរបស់ខ្ញុំទៀតហើយប្រញាប់ចេញទៅ លោកពេញចិត្តហើយឬនៅលោកគិតថាខ្ញុំចេញទៅពិធីមង្គលការថ្ងៃនេះលោកអាចបន្តរៀបចំបានទៀតមែនទេ នាងសម្ដីនេះមានន័យថាម៉េច លូស៊ឺឲ្យចាំមើលទៅយូរឬឆាប់លោកនឹងទទួលកម្មមិនខាន ទៅបាត់ល្អហើយនាងឯងមួយជីវិតនេះកុំត្រឡប់មកវិញអសោះដន្លងស្រីធ្វើឲ្យអ្នកនាងសើចចំអស់ហើយ យីអានអំបញ្ញមិញមានគេផ្ញើវីដេអូនេះឲ្យឯងប្រញាប់មើលបន្តិចទៅសុំទោសអំបញ្ញមិញគឺជាកំហុសរបស់បុគ្គលិកយើងដោយលេសបខុសទើបចាក់សម្លេងដែលមិនគួរចាក់នៅទីនេះខ្ញុំសូមទោសកូនកំឡោះនិងកូនក្រមុំបន្ទាប់មកទៀតពិធីមង្គលការយើងបន្តទៀតឥឡូវនេះសូមអញ្ជើញកូនក្រមុំឡើងឆាកម្ដងទៀត កូនប្រុសជាងស៊ូរ៉ាននេះមានរឿងអីឲ្យប្រកាសលែងលះគ្នាមែនទេ អ្នកណាដឹងថានាងលេបថ្នាំខុសអីទេចាំនាងបាត់ខឹងច្បាស់ជាត្រឡប់មកវិញមិនខាន ពេលក្រោយកូនឯងនិយាយជាមួយនាងឲ្យស្រួលបួរទៅបើមិនបាច់លែងលះទេកុំលែងអីយ៉ាងណានាងក៏ជាប្រធានគ្រូពេទ្យម្នាក់ដែរទោះបីជាលីឈប់ពីការងារដូរការងារថ្មីក៏នៅតែអាចរកលុយបានច្រើនក្នុងមួយខែថែមទាំងអាចសងបំណុលឲ្យកូនជួយរំលែកសម្ពាធកូនទៀតមែនទេ បានហើយខ្ញុំដឹងហើយខ្ញុំនឹងនិយាយជាមួយនាង
កូនកំឡោះជាទីស្រឡាញ់តាលោកយល់ព្រមសូមទោសពិធីមង្គលការនេះខ្ញុំមិនរៀបការទេ ហាមានរឿងអីមិនក៏មិនរៀបការអ្វីត្រូវបានបញ្ចប់ហើយពិតជាល្អមែនអគ្គនាយកគូ វិជ្ជាបណ្ឌិតជាងខានជួបគ្នាយូរហើយវិជ្ជាបណ្ឌិតជាងទីបំផុតរកនាងឃើញហើយខ្ញុំមកទទួលនាងទៅធ្វើការនៅមន្ទីរពេទ្យជាងហៃរបស់យើង អគ្គនាយកគូលោកក៏លឿនពេកហើយខ្ញុំទើបតែលាឈប់ថ្ងៃនេះសោះគិតថាប៉ុន្មានថ្ងៃទៀតទើបទៅរកលោក ខ្ញុំដឹងប្រធានមន្ទីរពេទ្យរបស់នាងបានប្រាប់ខ្ញុំរួចហើយទើបខ្ញុំមកទទួលនាងដោយផ្ទាល់យ៉ាងណាមិញមនុស្សពូកែដូចជាវិជ្ជាបណ្ឌិតជាងបើខ្ញុំមកយឺតមួយជំហានមិនប្រកាសថាអ្នកផ្សេងនឹងដណ្ដើមយកនាងទៅបាត់នោះខ្ញុំច្បាស់ជាខាត់ធំហើយ អគ្គនាយកគូនិយាយលេងហើយប៉ុន្តែខ្ញុំពិតជាមានរឿងផ្ទាល់ខ្លួនបន្តិចត្រូវដោះស្រាយទុកពេលឲ្យខ្ញុំ2ថ្ងៃទៀតបានទេលោកប្រធានក៏អរគុណដែលបានជួយខ្ញុំ មិនអីទេតើមានរឿងអីដែលចង់ឲ្យខ្ញុំជួយទេអ្នកអាចប្រាប់ខ្ញុំបាន អរគុណលោកប្រធានក៏ដែលបារម្ភខ្ញុំអាចដោះស្រាយខ្លួនឯងបាន អញ្ចឹងក៏បានមានការអីតាក់ទងមកខ្ញុំ ចាស់ កញ្ញាយាងសូមកុំភ្លេចតាក់ទងមកខ្ញុំណា ចាស់លោកប្រធានក៏មានន័យថាម៉េចហ្នឹងមួយផ្លែតហៅខ្ញុំថាវិជ្ជាបណ្ឌិតជាងមួយផ្លែតទៀតហៅខ្ញុំថាកញ្ញាជាង បងថ្លៃស្រីចាំខ្ញុំផងបងថ្លៃស្រីវីដេអូនោះបងជាអ្នកផ្ញើឲ្យខ្ញុំមែនទេ សុំទោសខ្ញុំគួរតែប្រាប់ឯងតាំងពីយូរមកហើយប៉ុន្តែ បងថ្លៃស្រីមិនបាច់និយាយទេខ្ញុំយល់ហើយនិយាយទៅខ្ញុំគួរតែអរគុណបងទើបត្រូវបើបងមិនបានផ្ញើវីដេអូនេះឲ្យខ្ញុំទេខ្ញុំប្រហែលជានៅតែត្រូវអ្នកទាំងពីរនោះបោកប្រាស់រហូតដល់ពេលនេះមិនខានពេលនេះគិតទៅយប់នោះខ្ញុំថែមទាំងលួងលោមបងឲ្យត្រូវរកគ្នាជាមួយបងប្រុសខ្ញុំទៀតពិតជាគួរឲ្យចង់ស្លាប់មែន មិនអីទេយ៉ាងណាក៏ខ្ញុំនិងបងប្រុសឯងលែងលះគ្នាដែរថ្ងៃក្រោយមិនបាច់ហៅខ្ញុំថាបងថ្លៃស្រីទៀតទេ បាទអញ្ចឹងថ្ងៃក្រោយយើងជាមិត្តនឹងគ្នាហើយ ខ្ញុំទៅសិនហើយលាហើយ នេះមានរឿងអីហ្នឹង មានរឿងអីហ្នឹងមិនបានកូនកំឡោះរត់បាត់អញ្ចឹងមានរឿងអីហ្នឹងមិនបានយួនរត់បាត់អញ្ចឹងម៉ាក់ខ្ញុំមិនដឹងទេ មុខមាត់ខ្ញុំនឹងមកឯងត្រូវឯងបំផ្លាញខ្ទេចអស់ហើយ តន្លងកុំតន់អាខាងអី ចេញឲ្យឆ្ងាយគ្រូសាអ្នកឯងពិតជាគ្មានមនុស្សល្អម្នាក់សោះ នេះមានរឿងអីហ្នឹងមានរឿងអីកើតឡើងតើពិធីមង្គលការនេះនៅតែបន្តទៀតឬអត់មានរឿងអីហ្នឹងកូនកំឡោះនៅឯណា តើប្រពន្ធបងដឹងរឿងពួកយើងហើយមែនទេនាងច្បាស់ជាប្រាប់ប្អូនប្រុសបងហើយបើមិនអញ្ចឹងមិនបានប្អូនប្រុសបងរត់ចេញពីពិធីមង្គលការអញ្ចឹង នាងដឹងស្អីទៅយ៉ាងច្រើនគ្រាន់តែសង្ស័យប៉ុណ្ណោះកុំបារម្ភអីចាំនាងត្រឡប់មកវិញខ្ញុំលួងលោមនាងបន្តិចទៅមិនអីទេ ចុះសំឡេងសន្ទនារបស់ពួកយើងនៅក្នុងពិធីមង្គលការនោះនាងបានវាមកពីណា ខ្ញុំក៏ឆ្ងល់ដែរវាច្បាស់ជាមិនមែនបែកធ្លីពីខាងខ្ញុំទេមិនមែនអូនជាអ្នកធ្វើឲ្យបែកធ្លីទេដឹង មិននឹងអាចទៅរួចវីដេអូទាំងនោះអូនធ្លាប់តែផ្ញើឲ្យបងអូនមិនបានផ្ញើឲ្យអ្នកផ្សេងទេ មិនបាច់ខ្វល់ទេគ្រាន់តែជាសំឡេងមួយឃ្លីបសោះមែនទេឲ្យតែនាងគ្មានភស្តុតាងច្បាស់លាស់ពួកយើងមិនបាច់បារម្ភទេ អញ្ចឹងមិនបាច់ខ្វល់ទេពួកយើងបន្តទៀតទៅ អូនពិតជាមនុស្សស្រីដែលពូកែធ្វើឲ្យគេវង្វេងមែនបើថ្ងៃនេះអូនមិនដោះរោបការចេញទេរឹតតែល្អ រោបការគឺជួលគេទេបើបងចូលចិត្តលើកក្រោយអូនពាក់ឲ្យបងមើល ប្រពន្ធសម្លាញ់អូនត្រឡប់មកវិញហើយ អ្នកទាំងពីរគ្មានលុយជួលបន្ទប់ទេឬមួយក៏គិតថាលេងនៅផ្ទះរំភើបជាង បានហើយល្មមបានហើយមែនថៃនាងគ្មានកន្លែងទៅទើបមកលេងផ្ទះយើងមួយផ្លែតនិយាយទៅរឿងនេះក៏បន្ទោសអូនដែរបើអូនមិនរករឿងក្នុងពិធីមង្គលការទេតើប្អូនប្រុសបងអាចចោលម្សៀតដល់ថ្នាក់ទុកមែនធីចោលមិនខ្វល់អញ្ចឹងទេ
ទោះជាកំហុសអ្នកណាក៏ដោយយ៉ាងណារឿងនេះក៏ហួសទៅហើយអ្នកទាំងអស់គ្នាកុំប្រកាន់អីបន្តិចទៀតបងនឹងជូនមែនថៃត្រឡប់ទៅវិញរឿងនាងនិងប្អូនប្រុសបងទុកឲ្យពួកគេដោះស្រាយខ្លួនឯងរឿងពួកយើងដោះស្រាយខ្លួនឯងយកព្រមទេ ពួកយើងគ្មានរឿងអីទៀតទេកិច្ចព្រមព្រៀងលែងលះបងក៏បានស៊ីញ៉ៃហើយថ្ងៃក្រោយបងនិងខ្ញុំលែងមានពាក់ព័ន្ធគ្នាទៀតហើយ Jane Sheeran នេះអូនបានចិត្តមែនទេតើអូនចង់រករឿងដល់ពេលណាទៀត ពេលនេះខ្ញុំស្ងប់ស្ងាត់ណាស់ខ្ញុំត្រឡប់មកវិញគឺដើម្បីរៀបចំអីវ៉ាន់ថ្ងៃក្រោយបងរស់នៅជាមួយនាងចុះ អូនមានន័យថាម៉េចអូននៅតែសង្ស័យបងនឹងម៉ែងខេទៀតមែនទេ បងថ្លៃស្រីបងពិតជាយល់ច្រឡំហើយខ្ញុំនឹងសៀងគ្រាន់តែជាមិត្តរួមសាកលវិទ្យាល័យប៉ុណ្ណោះពីមុនពួកយើងមានទំនាក់ទំនងល្អនឹងគ្នាដូច្នេះពិតមាត់នាងកាន់តែបកស្រាយខ្ញុំកាន់តែមានអារម្មណ៍ថាខ្ពើមកអើមមិនអីទេរបស់ខ្ញុំទាំងអស់ខ្ញុំមិនយកទេបងជួយបោះវាចោលឲ្យខ្ញុំទៅពេលនេះសំបីតែមួយវិនាទីក៏ខ្ញុំមិនចង់ឃើញមុខអ្នកទាំងពីរទៀតដែរ ប្រពន្ធសម្លាញ់ស្ដាប់បងសិន មិនបាច់និយាយទៀតទេរវាងបងនិងខ្ញុំបញ្ចប់ត្រឹមនេះចុះ Jane Sheeran បើថ្ងៃនេះអូនហ៊ានដើរចេញគុំត្រឡប់មកវិញឲ្យសោះគុំស្ដាយក្រោយឲ្យសោះ សម្លាញ់តើពួកយើងធ្វើជ្រុលពេកទេនាងប្រហែលជាមិនដើរចេញទៅទាំងអញ្ចឹងទេមែនទេ កុំខ្វល់ពីនាងពិតជាគិតថាបងរស់មិនបានបើគ្មាននាងមែនត្រូវហើយមានដំណឹងល្អមួយបងមិនទាន់បានប្រាប់អូនទេមេដឹកនាំយើងប៉ុន្មានថ្ងៃមុនបានមករកបងថាចង់បដូរបងទៅតំបន់យ៉ាងហេធ្វើជានាយកសាខា ពិតមែនហ៎អញ្ចឹងមានន័យថាឡើងប្រាក់ខែដែរមែនទេ ឡើងប្រាក់ខែមានអីអស្ចារ្យសំខាន់គឺបន្ទាប់ពីធ្វើជានាយកមានឱកាសរកលុយបានច្រើនមួយឆ្នាំរកបានប៉ុន្មានលានយ៉ាងងាយស្រួលច្បាស់ជាមិនមានបញ្ហាទេ អាចរកបានច្រើនម្លឹង អូនកុំមើលស្រាលការងារពួកយើងឲ្យសោះកុំថាឡើយនាយកសំបីតែអ្នកតំណាងផ្នែកវិទ្យាសាស្ត្រតូចតាចម្នាក់ឲ្យតែអូនធ្វើបានល្អមួយឆ្នាំរកបានជាង1លានក៏ពិតជាមិនមានបញ្ហាដែរបើមិនអញ្ចឹងទេតើអូនគិតថាកាបូបថ្លៃទាំងនោះបងទិញឲ្យអូនដោយរបៀបណា អូនសម្លាញ់បើរកលុយបានច្រើនយ៉ាងនេះចាំបងឡើងធ្វើជាប្រធានតើបងអាចឲ្យអូនទៅធ្វើជាតំណាងផ្នែកវិទ្យាសាស្ត្រនៅក្រុមហ៊ុនបងបានទេបងកុំបារម្ភឲ្យតែបងអាចឲ្យអូនចូលធ្វើការបានអូនច្បាស់ជាខំប្រឹងធ្វើការឲ្យបានល្អម្យ៉ាងទៀតពួកយើងអាចនៅជាមួយគ្នារាល់ថ្ងៃទៀតល្អណាស់មែនទេ រឿងតូចតាចប៉ុណ្ណឹងទុកឲ្យបងជាអ្នកចាត់ការចុះ ចាំអូនរកលុយបានអូនច្បាស់ជាធ្វើឲ្យប្រពន្ធដាំបងស្ដាយក្រោយមិនខាន នាងតូចនេះពូកែគុំគួនណាស់អាឡូប៉ា អាល្ងងឯងឆាប់ត្រឡប់មកវិញភ្លាមក្នុងរយៈពេល10នាទី អូនសម្លាញ់មានរឿងអីនរណាតែមកបង ប៉ាបងឲ្យបងត្រឡប់ទៅវិញមួយផ្លេតតែមិនសមសោះមិនក៏គាត់ខឹងខ្លាំងម្ល៉េះ ឬមួយក៏ប៉ាបងដឹងពីទំនាក់ទំនងពួកយើងដែរ ត្រឡប់ទៅមើលសិនទៅ អាល្ងងចាំវាត្រឡប់មកវិញមើលតែអញវាបំបាក់ជើងវាទេ យ៉ាងបងថ្លៃឯងពិតជាទៅមែនទេនាងលែងលេះជាមួយបងប្រុសឯងអញ្ចឹងហ៎ បើជាម៉ាក់វិញម៉ាក់ទ្រាំបានទេប៉ាម៉ាក់កូនទៅសិនហើយកូនមិនចង់ជួបមុខបងប្រុសទេ យកប្រលប់ហើយឯងទៅតែចេញពីផ្ទះមែនទេប៉ាម៉ាក់រកបងមានការអីឯងមិនក៏សម្លឹងមើលបងបែបនេះឯងឈួតទេដឹងវីបងធ្វើអី ចេញឲ្យឆ្ងាយទៅ លេបថ្នាំខុសទេដឹងប៉ាម៉ាក់រកកូនមានការអី បើខ្លួនឯងទៅ ប៉ាម៉ាក់វីដេអូនេះបានមកពីណាប៉ាម៉ាក់វីដេអូនេះច្បាស់ជាคล้ายៗហើយនរណាជាអ្នកធ្វើប៉ាម៉ាក់កុំជឿឲ្យសោះ អាល្ងងដល់ពេលនេះហើយនៅមិនព្រមសារភាពទៀតមែនទេតោះតែឯងធ្វើឲ្យនឹងមកឯងខ្មាស់គេទើបឯងអស់ចិត្តមែនទេ ប៉ាកូនខុសហើយកូនពិតជាខុសមែនកូនវង្វេងមួយពេលទៅ វង្វេងឯងវង្វេងមួយពេលឯងដឹងទេថាឯងធ្វើបាបមនុស្សប៉ុន្មានអ្នក វីដេអូនេះគឺ Jane Sheeran ផ្ញើឲ្យប៉ាម៉ាក់មែនទេ ឯងនៅមានមុខនិយាយពីនាងទៀតគេលែងលេះជាមួយឯងបាត់ទៅហើយឯងនៅមិនឆាប់ទៅតាមគេមកវិញទៀត ឲ្យកូនទៅតាមនាងពេលនេះនាងប្រហែលជាស្អប់កូនខ្លាំងណាស់ហើយ ឯងចេញទៅឲ្យឆ្ងាយចេញទៅ
ប៉ាម៉ាក់កូនដឹងថាកូនធ្វើខុសតែម៉ានឈីនិងកូនពិតជាស្រឡាញ់គ្នាស្មោះកូនមិនស្ដាយក្រោយដែលបាននៅជាមួយម៉ានឈីទេបើមានអ្នកស្ដាយក្រោយគឺយ៉េងឈីរិនជាអ្នកស្ដាយក្រោយ អញប្រាប់ឲ្យឯងចេញទៅចាត់ទុកថាអញគ្មានកូនប្រុសដូចឯងចោះចេញទៅ សហការីទាំងអស់គ្នាថ្ងៃនេះហើយអ្នកទាំងអស់គ្នាមកប្រជុំខ្ញុំគ្រាន់តែចង់និយាយរឿងមួយប៉ុណ្ណោះរឿងនេះធ្ងន់ធ្ងរណាស់អ្នកទាំងអស់គ្នាត្រូវស្ដាប់ឲ្យច្បាស់សប្តាហ៍មុនខ្ញុំបានឆែកមើលហើយឃើញថាថ្នាំបំពន់មួយចំនួនដែលផ្នែកសរសៃប្រសាទបាននាំចូលរបាយការណ៍ត្រួតពិនិត្យគុណភាពរបស់ក្រុមហ៊ុនផ្គត់ផ្គង់គឺជារបស់คล้ายៗទង្វើក្លែងបន្លំដ៏ធ្ងន់ធ្ងរបែបនេះបានបំពានយ៉ាងធ្ងន់ធ្ងរដល់គោលការណ៍របស់មន្ទីរពេទ្យហើយក៏បំពានដល់ក្រុមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យផងដែរថ្ងៃនេះខ្ញុំសូមនិយាយត្រង់នេះអ្នកដែលធ្លាប់ធ្វើខុសពីមុនឲ្យតែព្រមមកសារភាពប្រាប់ខ្ញុំនឹងទុកឱកាសឲ្យអ្នកកែខ្លួនបើមិនអញ្ចឹងទេចាំខ្ញុំស៊ើបដឹងខ្ញុំនឹងរាយការណ៍ទៅថ្នាក់លើដោយផ្ទាល់ដល់ពេលត្រូវគេពិន័យកុំបន្ទោសខ្ញុំថាមិនយោគយល់ឲ្យសោះបញ្ចប់ការប្រជុំមានរឿងអីមុខក្រញើម្លេះថ្ងៃនេះអូនទៅមន្ទីរពេទ្យជាច្រើនរកគ្រូពេទ្យជាច្រើនគេមិនខ្វល់ពីអូនសោះថែមទាំងត្រូវសន្តិសុខដេញចុះដេញឡើងទៀតទៅណាក៏គេធ្វើបាបអូនលែងចង់ធ្វើហើយបានហើយអូនទើបតែចាប់ផ្ដើមច្បាស់ជាជួបឧបសគ្គខ្លះហើយតែមិនអីទេបន្តិចទៀតអូនទៅមន្ទីរពេទ្យជាងហេទៅបងស្គាល់ថៅកែនឹងថ្នាក់ដឹកនាំមន្ទីរពេទ្យនៅទីនោះច្បាស់ណាស់អូនទៅផ្នែកសង្គ្រោះបន្ទាន់រកគ្រូពេទ្យជាងទៅគ្រាន់តែប្រាប់ឈ្មោះបងធានាថាគេនឹងចេញវិជ្ជាបញ្ជាឲ្យអូនភ្លាមមែនហ៎អញ្ចឹងអូនទៅឥឡូវហើយប្រញាប់ទៅណាបងធ្វើអីនឹងផ្នែកវះកាត់បេះដូងមានអ្នកជំងឺម្នាក់កាលពីប៉ុន្មានត្រូវការធ្វើការវះកាត់បដូរបេះដូងមួយតែអ្នកជំងឺក្រីក្រគ្មានធានារ៉ាប់រងទេចាំបន្តិចទៀតខ្ញុំទៅសួរខាងសង្គមកិច្ចមើលថាមន្ទីរពេទ្យមានវិធានការជួយឬអត់អ្នកជំងឺនៅក្មេងណាស់ត្រូវតែរកវិធីជួយគាត់បាទលោកប្រធានយ៉េងខ្ញុំនឹងទៅសួរឥឡូវនេះហើយខាងកុមារយកមិញមានអ្នកជំងឺម្នាក់ទើបតែអាយុ3ឆ្នាំជំងឺមហារីកឈាមស្រួចស្រាវត្រូវការវះកាត់ជាបន្ទាន់លោកជួយរៀបចំឲ្យគ្រូពេទ្យខាងកុមារខាងឈាមខាងមជ្ឈមណ្ឌលបដូរសរីរាង្គនិងខាងថ្នាំសណ្ដុំមកប្រជុំគ្នាខ្ញុំនឹងចូលរួមផ្ទាល់បាទយល់ហើយខ្ញុំនឹងរៀបចំឥឡូវនេះត្រូវហើយខ្ញុំឮថាខាងសង្គ្រោះបន្ទាន់ថ្មីនេះមានអ្នកតំណាងថ្នាំពេទ្យមកលក់ថ្នាំច្រើនមានរឿងនឹងមែនទេខ្ញុំមិនច្បាស់ទេមិនអីទេលោកទៅធ្វើការចុះបាទលោកប្រធានក៏លោកមកតាំងពីពេលណាមិនក៏មិនខលប្រាប់មុនទើបតែមកដល់មិនយូរប៉ុន្មានទេឮថាអ្នកកំពុងប្រជុំអំបញ្ញមិញខ្ញុំក៏បានទៅស្ដាប់បន្តិចដែរខ្ញុំនឹកស្មានមិនដល់សោះថាលោកប្រធានយ៉េងមិនត្រឹមតែពូកែខាងពេទ្យទេសូម្បីតែការគ្រប់គ្រងមន្ទីរពេទ្យក៏ពូកែយ៉ាងនេះដែរនេះធ្វើឲ្យខ្ញុំរើសបានរតនសម្បត្តិហើយលោកប្រធានគេសរសើរពេកហើយខ្ញុំគ្រាន់តែធ្វើរឿងដែលខ្ញុំគួរធ្វើប៉ុណ្ណោះកញ្ញាយ៉េងយប់នេះទំនេរទេចង់អញ្ជើញអ្នកញ៉ាំបាយលោកប្រធានក៏នេះគឺអ្នកអាចចាត់ទុកថាខ្ញុំកំពុងណាត់អ្នកក៏បានមិនដឹងថាកញ្ញាយ៉េងអាចផ្ដល់កិត្តិយសនេះបានទេអ្នកមិនបាច់ប្រញាប់បដិសេធខ្ញុំទេចាំអ្នករវល់ចប់សិនខ្ញុំនឹងតាក់ទងអ្នកម្ដងទៀតគាត់ខំរត់មករកខ្ញុំគឺដើម្បីចង់ណាត់ខ្ញុំមានមុនស្នេហ៍ដល់ថ្នាក់នឹងផងលោកប្រធានយ៉េងខាងសង្គ្រោះបន្ទាន់មានរឿងហើយគ្រូពេទ្យជាងឆ្លោះគ្នាជាមួយអ្នកតំណាងថ្នាំពេទ្យម្នាក់ស្អីគេកញ្ញាសើខ្ញុំប្រាប់អ្នកប៉ុន្មានដងហើយអ្នកស្ដាប់ភាសាមនុស្សមិនយល់ទេអីប្រញាប់ចេញទៅគ្រូពេទ្យជាងលោកស្ដាប់ខ្ញុំនិយាយឲ្យចប់សិនចាំសម្រេចចិត្តបានទេក្រុមហ៊ុនយើងក៏ជាក្រុមហ៊ុនថ្នាំពេទ្យដែលបានចុះបញ្ជីដែរថ្នាំចាក់ថ្មីនេះគឺបានឆ្លងកាត់ការអនុម័តឲ្យប្រើប្រាស់ក្នុងគ្លីនិកតាំងពីយូរមកហើយប្រសិទ្ធភាពក៏មិនចាញ់ថ្នាំនាំចូលដែរគ្រាន់តែគ្រប់គ្រាន់ហើយតើអ្នកជាគ្រូពេទ្យឬខ្ញុំជាគ្រូពេទ្យខ្ញុំចេញថ្នាំអ្វីដល់វេនអ្នកមកបង្រៀនខ្ញុំទេអ្នកតំណាងថ្នាំពេទ្យឥឡូវក៏អឺតក្រទុំលេះហ៊ានមកលក់ថ្នាំយ៉ាងចំហតែម្ដងនាងប្រហែលជាទើបតែចូលធ្វើការទេមើលទៅគ្រូពេទ្យនិយាយច្បាស់ហើយនាងនៅតែក្រាស់មិនព្រមទៅទៀតអ្នកនិយាយស្អីខ្ញុំមិនមែនទើបចូលធ្វើការទេ
ខ្ញុំជាអ្នកតំណាងថ្នាំពេទ្យឆ្នាំប្រចាំក្រុមហ៊ុនយើង កញ្ញាស៊ូអ្នកមើលឲ្យច្បាស់មន្ទីរពេទ្យយើងឥឡូវរឹតបន្តឹងណាស់ពីប្រធានមន្ទីរពេទ្យដល់ប្រធានផ្នែកតែងតែសង្កត់ធ្ងន់លើវិន័យរាល់ថ្ងៃមិនអនុញ្ញាតឲ្យយើងតាក់ទងជាមួយអ្នកតំណាងថ្នាំពេទ្យទេអ្នកកុំមករំខានខ្ញុំទៀតបានទេ គ្រូពេទ្យជាងលោកជួយខ្ញុំម្ដងទៅខ្ញុំនឹងរាយការណ៍ប្រាប់ក្រុមហ៊ុនឲ្យបានល្អលោកកុំបារម្ភផលប្រយោជន៍មិនខ្វះរបស់លោកទេ នាងឈ្គូតទេអីនាងដឹងទេថានាងកំពុងនិយាយស្អីថ្នាំដែលខ្ញុំចេញគឺត្រូវទទួលខុសត្រូវចំពោះអ្នកជំងឺមិនមែនដើម្បីផលប្រយោជន៍របស់ពួកនាងទេប្រញាប់យកវាចេញទៅ សូមទោសសូមអញ្ជើញចេញទៅគ្រូពេទ្យជាងលោកមានន័យថាម៉េចមិត្តប្រុសខ្ញុំបានណែនាំលោកឲ្យស្គាល់អនុប្រធានលេខគាត់ជាមិត្តចាស់ហើយលោកធ្វើពុតជាមិនដឹងលើកមុនពួកលោកនៅញ៉ាំបាយជាមួយគ្នាទៀតនិយាយគ្នាត្រូវរើហើយថានឹងផ្ដល់អាទិភាពឲ្យឆ្នាំយើងឥឡូវលោកចង់ក្រឡាសម្ដីមែនទេ ប្រធានជាងអ្នកមិនក៏មកទីនេះ ខ្ញុំមិនមកទេតើបន្ទប់ពីគ្រូជំងឺនេះនៅអាចពិនិត្យអ្នកជំងឺបានធម្មតាទេគឺនាងមិនក៏នៅទីនេះ ប្រធានជាងអ្នកទាំងពីរស្គាល់គ្នា គ្រូពេទ្យជាងមិនបាច់បារម្ភទេខ្ញុំនឹងនាងគ្រាន់តែស្គាល់មុខគ្នាតែមិនស្និទ្ធទេខ្ញុំមិនដឹងថាអ្នកណាឲ្យនាងមកទីនេះដើម្បីលក់ថ្នាំទេតែទង្វើរបស់នាងបានរំខានដល់ការពិនិត្យជំងឺរបស់គ្រូពេទ្យយើងយ៉ាងធ្ងន់ធ្ងរសូមនាងចេញទៅភ្លាមនាងចាត់ទុកខ្លួនឯងជាស្អីនាងមានសិទ្ធិអីឲ្យខ្ញុំចេញ កញ្ញាសិននាងដឹងទេថានាងកំពុងនិយាយស្អីគាត់គឺជាប្រធានមន្ទីរពេទ្យជាងរបស់យើង មិនមែនត្រឹមតែជាប្រធានគ្រូពេទ្យទេតើមានអីអស្ចារ្យខ្ញុំប្រាប់នាងចុះមិនក៏នាងស្រាប់តែលាឈប់ពីមន្ទីរពេទ្យមុនតាមពិតគឺមកធ្វើការនៅទីនេះសោះយ៉ាងម៉េចម្ដាយចាស់នាងមិនឲ្យនាងធ្វើការទេនាងគ្រប់គ្រងខ្ញុំបានទេនាងមកពីក្រុមហ៊ុនណា ស៊ូមែនទេខាងក្រុមហ៊ុន Sable Pharmaceutical Sable Pharmaceutical មិនមែន Lucian ឲ្យនាងមកទេអីត្រូវហើយគឺគាត់ឲ្យខ្ញុំមកនាងមិនដឹងទេដឹងឥឡូវ Lucian ឡើងតំណែងហើយទីស្នាក់ការកណ្ដាលបញ្ជូនគាត់មកសាខាជាងហេធ្វើជាប្រធានផ្នែកខ្ញុំទំនេរគ្មានអីធ្វើក៏មកជាមួយគាត់យ៉ាងម៉េចមានបញ្ហាអីទេគ្មានបញ្ហាទេតែទោះជាអ្នកណាឲ្យនាងមកក៏ដោយនាងនៅតែត្រូវចេញទៅបណ្ដេញនាងចេញទៅពួកឯងចង់ធ្វើអីខ្ញុំនឹងទូរស័ព្ទហៅអនុប្រធានលេខរបស់ពួកឯងមកមិនអីទេទុកឲ្យនាងទូរស័ព្ទចុះខ្ញុំក៏ចង់មើលដែរថាគាត់មានសមត្ថភាពប៉ុណ្ណាខ្លាចហើយមែនទេខ្ញុំប្រាប់នាងចុះ Lucian នឹងថ្នាក់ដឹកនាំមន្ទីរពេទ្យពួកឯងសុទ្ធតែស្គាល់គ្នាថ្ងៃនេះគាត់ឲ្យខ្ញុំមកគឺបានប្រាប់ថ្នាក់ដឹកនាំពួកឯងរួចហើយនាងគ្រាន់តែជាប្រធានគ្រូពេទ្យម្នាក់សោះនាងមានសិទ្ធិអីមកដេញខ្ញុំអាឡូអនុប្រធានលេមែនទេចាស់គឺខ្ញុំនៅខាងសង្គ្រោះបន្ទាន់របស់លោកអាចមកមួយផ្លែតបានទេឥឡូវនេះខ្ញុំឃើញនាងចាំបន្តិចទៀតហ៊ានក្រអឺតក្រទុំទៀតទេ ប្រធានជាងលោកកុំនិយាយជាមួយនាងច្រើនពេកប្រញាប់ មិនប្រញាប់ទេខ្ញុំក៏ចង់មើលដែរថាអនុប្រធានលេខរបស់យើងមានទំនាក់ទំនងអ្វីជាមួយនាងហើយលោកគ្រូពេទ្យជាងពេលមកដល់អំបញ្ញមិញខ្ញុំឮនាងនិយាយថាពួកលោកធ្លាប់ញ៉ាំបាយជាមួយគ្នាបើឲ្យខ្ញុំស៊ើបដឹងថាពួកលោកមានទំនាក់ទំនងផលប្រយោជន៍ ខ្ញុំស្បាក់ លោកគ្រូពេទ្យជាងលោកភ័យអីពួកយើងគ្រាន់តែញ៉ាំបាយជាមួយគ្នាតែប៉ុណ្ណោះក៏មិនបានធ្វើរឿងអាក្រក់អីដែរគេមានសិទ្ធិអីមកគំរាមលោកម្យ៉ាងទៀតលោកគឺជាមនុស្សរបស់លោកនាយកលីមានលោកនាយកលីកាំងលោកគេអាចធ្វើអីលោកបាន នាងអាចបិទមាត់បានទេលោកគ្រូពេទ្យជាងលោកនៅខាងក្នុងទេលោកគ្រូពេទ្យជាងលោកមិនខំពិនិត្យជំងឺទេមកស្រែកលោឡាអីនៅទីនេះនេះ លោកនាយកលីទីបំផុតលោកមកដល់ហើយបើសិនជាលោកមិនមកទេខ្ញុំច្បាស់ជាត្រូវពួកគេធ្វើបាបស្លាប់មិនខានអំបញ្ញមិញគឺគេនឹងមិនត្រឹមតែគំរាមលោកគ្រូពេទ្យជាងទេថែមទាំងថានឹងដេញខ្ញុំចេញទៀតផងលោកនាយកលីគ្រាន់តែជាប្រធានគ្រូពេទ្យតូចតាចសោះក៏បានចិត្តម្លេះលោកត្រូវតែប្រដៅគេឲ្យបានល្អហើយ បិទមាត់ អា លោកនាយកជាងខ្ញុំនឹងដេញនាងចេញឥឡូវនេះ ស្អីគេលោកនាយកជាងលោកនាយកលីលោកច្រឡំហើយដឹងនាងគ្រាន់តែជាប្រធានគ្រូពេទ្យតាអំបញ្ញមិញលោកគ្រូពេទ្យជាងនៅហើយនាងថាប្រធានជាងនៅឡើយនាងអាចជានាយករបស់ពួកលោកបានយ៉ាងម៉េច ខ្ញុំហៅគាត់ថាប្រធានជាងគឺដោយសារតែគាត់ធ្វើជានាយកផងនិងធ្វើជាប្រធានផ្នែកសង្គ្រោះបន្ទាន់របស់យើងផងខ្ញុំក្នុងនាមជាគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ហៅគាត់ថាប្រធានជាងមានបញ្ហាអី តាមពិតដែលនាងលីឈប់ពីមុនគឺដោយសារតែចង់មកធ្វើជានាយកនៅទីនេះមែនហើយខ្ញុំមិនជឿទេនាងអាចទៅរួចយ៉ាងម៉េច សន្តិសុខណែណាឆាប់អូសនាងចេញទៅ លែងខ្ញុំនាងមានជំងឺមែនទេនាងទូរស័ព្ទទៅគេធ្វើអីសន្តិសុខកុំឈោថ្មឹងអីអូសនាងចេញទៅ
ចាំសិនទុកឲ្យនាងទេទៅអ្នកទាំងពីររៀបចំអ្នកជំងឺទៅបន្ទប់ពិនិត្យក្បែរនេះសិនទៅលោកគ្រូពេទ្យជាងលោកនៅសិនលោកនាយកលីលោកក៏កុំទាន់ឲ្យទៅណាដោយសារតែថ្ងៃនេះអ្នកទាំងអស់គ្នានៅទីនេះហើយអីចឹងដោះស្រាយរឿងនេះឲ្យច្បាស់សិនចាំគិតទៀតនាងអាចទេបានខ្ញុំក៏ចង់ដឹងដែរថាលូជឿអាំងគេមានសមត្ថភាពប៉ុណ្ណាហឺអាឡូយ៉ាងម៉េចហើយរកលោកគ្រូពេទ្យជាងឃើញទេមានរឿងអីលោកប្រាប់ខ្ញុំសិនមកអូខេនាងចាំនៅនឹងហើយខ្ញុំទៅឥឡូវហើយលោកចាំទៅលូជឿអាំងនឹងមកដល់ឥឡូវហើយម្យ៉ាងទៀតភ្លេចប្រាប់លោកលូជឿអាំងនឹងថៅកែធំនៅពីក្រោយមន្ទីរពេទ្យរបស់ពួកលោកក៏មានទំនាក់ទំនងល្អណាស់ដែរទោះបីជាលោកជានាយកស្អីក៏ដោយចុះយ៉ាងម៉េចចង់ដេញលោកចេញក៏គ្រាន់តែជាពាក្យមួយម៉ាត់របស់ថៅកែពួកលោកដែរល្អតើខ្ញុំចាំលោកនាយកជាងខ្ញុំទទួលស្គាល់ខ្ញុំពិតជាធ្លាប់ញ៉ាំបាយជាមួយលោកជឿអាំងម្ដងមែនពេលនោះខ្ញុំក៏ជាអ្នកហៅគ្រូពេទ្យជាងទៅដែរតែក្រៅពីញ៉ាំបាយពួកយើងមិនបានធ្វើអីទេខ្ញុំក៏មិនដឹងសោះថាលោកជឿអាំងនោះស្គាល់ថៅកែយើងដែរក្នុងមន្ទីរពេទ្យបានបញ្ជាក់ច្រើនដងហើយថាមិនឲ្យតាក់ទងជាមួយតំណាងថ្នាំពេទ្យជាឯកជនទេលោកក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរពេទ្យបែរជានាំមនុស្សរបស់ខ្លួនទៅប្រព្រឹត្តបទល្មើសលោកពិតជាគិតថាគ្មានអ្នកណាអាចធ្វើអីលោកបានមែនទេលោកនាយកជាងខ្ញុំខុសហើយខ្ញុំទទួលកំហុសខ្ញុំសុខចិត្តទទួលទោសលោកនាយកជាងខ្ញុំក៏ខុសដែរខ្ញុំក៏សុខចិត្តទទួលទោសដែររឿងដាក់ទោសមិនបាច់ប្រញាប់ទេពេលនេះខ្ញុំត្រូវដឹងឲ្យច្បាស់សិនថាតើលូជឿអាំងធ្លាប់ឲ្យផលប្រយោជន៍អីដល់ពួកលោកទេអត់ទេដាច់ខាតគឺអត់ទេខ្ញុំស្ពតថាខ្ញុំមិនដែលទទួលផលប្រយោជន៍អីពីលូជឿអាំងទេលោកនាយកលីលោកខ្លាចអីម្លេះលោកកុំបារម្ភចាំលូជឿអាំងមកដល់ច្បាស់ជាអាចបញ្ជាក់ភាពស្អាតស្អំរបស់លោកបានម្យ៉ាងទៀតឲ្យតែថ្ងៃក្រោយលោកសហការជាមួយក្រុមហ៊ុនយើងឲ្យបានល្អខ្ញុំធានាថាតំណែងជានាយកនេះមិនប្រកាសថាថ្ងៃណាមួយនឹងធ្លាក់មកលើលោកទេនាងនិយាយផ្ដេសផ្ដាស់អីចំណែកលោកវិញមិនស្រួលទេអាចនឹងអត់ការងារធ្វើទៀតហើយលោកនាយកលីលោកមានអំណាចធំណាស់ហ៊ានប្រដៅមនុស្សរបស់ខ្ញុំទៀតសម្លាញ់ទីបំផុតបងមកដល់ហើយពួកគេម្នាក់សុទ្ធតែធ្វើបាបអូនកុំខឹងចាំបងមើលថាតើអ្នកណាមានថ្លើមធំហ៊ានធ្វើបាបអូនមិនក៏ជាឯងភ្ញាក់ផ្អើលណាស់មែនទេលោកប្រធានលូគាត់គឺជានាយកថ្មីរបស់យើងដែលខ្ញុំបានប្រាប់លោកលើកមុននោះនាយកតែឯងលីឈប់ពីមុនគឺចង់មកធ្វើជានាយកនៅទីនេះម៉េចឯងគិតថាខ្ញុំមិនស័ក្តិសមធ្វើជានាយកនេះទេអត់ទេគ្រាន់តែភ្ញាក់ផ្អើលបន្តិចប៉ុណ្ណោះប៉ុន្តែដោយសារតែឯងជានាយកនៅទីនេះអីចឹងល្អណាស់ក្រុមហ៊ុនយើងនិងមន្ទីរពេទ្យរបស់ពួកឯងតែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នាថ្ងៃក្រោយត្រូវរំខានឯងជួយមើលថែច្រើនហើយឯងចង់ឲ្យខ្ញុំជួយមើលថែឯងរឿងអីទាំងមិនបានចូលធានារ៉ាប់រងសុខភាពទាំងគ្មានប្រសិទ្ធភាពថ្នាំល្អជាងផលិតផលប្រកួតប្រជែងម្យ៉ាងទៀតគ្រូពេទ្យយើងចេញថ្នាំដល់វេនពួកឯងមកចង្អុលបង្ហាញតាំងពីអង្ការសម្លាញ់បងហើយមែនទេអំបាញ់មិញគេក៏និយាយប្រាប់អូនបែបនេះដែរធ្វើដូចជាខ្លួនឯងអស់ចាណាស់អីចឹងស៊ូរ៉ានខ្ញុំដឹងថាពីមុនខ្ញុំមិនល្អខ្ញុំសុំទោសឯងប៉ុន្តែពួកយើងទោះយ៉ាងណាក៏ធ្លាប់ជាប្តីប្រពន្ធនឹងគ្នាហើយខ្ញុំក៏មិនបានថាដាច់ខាតត្រូវតែឲ្យឯងយ៉ាងម៉េចដែរឯងគ្រាន់តែមិនធ្វើបាបមនុស្សរបស់ក្រុមហ៊ុនយើងគឺបានហើយលោកនាយកជាងលោកពួកលោកជាប្តីប្រពន្ធនឹងគ្នាត្រឹមតែជាអតីតស្វាមីប៉ុណ្ណោះខ្ញុំសូមបញ្ជាក់ម្ដងទៀតខ្ញុំជាគ្រូពេទ្យមិនមែនជាអាយ៉ងរបស់ឯងទេពួកយើងត្រូវចេញថ្នាំរបស់ឯងឬអត់ពួកយើងសម្រេចចិត្តដោយខ្លួនឯងមិនមែនឯងជាអ្នកកំណត់ទេជាងស៊ូរ៉ានឯងគិតឲ្យច្បាស់ទៅឯងប្រកាសជាចង់ធ្វើបែបនេះមែនទេខ្ញុំធ្វើបែបនេះគឺដើម្បីអ្នកជំងឺទាំងអស់ដើម្បីគ្រូពេទ្យរបស់យើងដើម្បីមន្ទីរពេទ្យរបស់យើងល្អតើអីចឹងទុកឲ្យថៅកែមន្ទីរពេទ្យរបស់ពួកឯងមកកាត់ក្តីទៅខ្ញុំចង់មើលណាស់តើអ្នកណាជាអ្នកបង្កបញ្ហាចង់អញ្ជើញឯងញ៉ាំបាយមើលអីមានអីគួរឲ្យមើលលោកប្រធានគូលោកកាន់ទូរស័ព្ទមើលយូរហើយគឺរងចាំលោកនាយកជាងតបសារមកលោកមែនទេតែលោកមិនមែនថាបានណាត់ជាមួយនាងរួចហើយទេអីនាងចេញពីធ្វើការលោកទៅទទួលនាងផ្ទាល់ទៅមិនបានទេអីគេពេលនេះច្បាស់ជារវល់ហើយឯណាមានពេលផ្ញើសារមកលោកនោះខ្ញុំគ្រាន់តែអញ្ជើញនាងញ៉ាំបាយយប់នេះជាមួយគ្នាតែនាងមិនទាន់យល់ព្រមនៅឡើយទេលោកប្រធានគូខ្ញុំឆ្ងល់ណាស់ប៉ារបស់លោកបានណែនាំកូនស្រីអ្នកមានមុខមាត់ជាច្រើនឲ្យលោកមើលមិនចូលភ្នែកសំបីតែម្នាក់ហេតុអីក៏ចាប់អារម្មណ៍ប្រធានមន្ទីរពេទ្យជាងម្នាក់នេះទោះបីជានាងពិតជាស្អាតមែនតែបើនិយាយពីប្រវត្តិគ្រួសារនាងប្រហែលជាឲ្យតែខ្ញុំចូលចិត្តទូភីគឹមខាងទៀតមានប្រវត្តិគ្រួសារបែបណាក៏ខ្ញុំមិនខ្វល់ដែរយ៉ាងណាក៏ដោយនាងចង់បានអីខ្ញុំអាចឲ្យបានទាំងអស់ប៉ុន្តែបញ្ហាឥឡូវនេះគឺខ្ញុំចូលចិត្តគេតែគេមិនប្រកាសថាពេញចិត្តខ្ញុំទេនឹកស្មានមិនដល់ថានាយកគូរបស់យើងក៏មានពេលលួចស្រឡាញ់គេតែម្ខាងដែរនាយកគូចាំបន្តិចខ្ញុំទទួលទូរស័ព្ទសិនអាឡូលេខាចាងមែនទេខ្ញុំគឺលូស៊ឺអាំងមកពីក្រុមហ៊ុនថ្នាំសៃប៉ាវលើកមុនពួកយើងធ្លាប់ញ៉ាំបាយជាមួយគ្នានៅចាំទេលោកមានការអីមែនទេ
លេខាចាងឥឡូវនេះខ្ញុំកំពុងជួបបញ្ហាបន្តិចនៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យលោកតានីយកគូនៅជាមួយលោកទេខ្ញុំចង់សុំឲ្យគាត់មកជួយបន្តិចលោកកុំបារម្ភខ្ញុំពិតជាគ្មានបំណងអីផ្សេងទេបើសិនជានីយកគូមានពេលតើមានរឿងអីឲ្យប្រាកដគឺប្រធានមន្ទីរពេទ្យជាងដែលទៅមកថ្មីរបស់ពួកលោកនាងអីគេប្រធានមន្ទីរពេទ្យជាងអាឡូនីយកគូនៅជាមួយខ្ញុំលោកចាំបន្តិចពួកយើងនឹងទៅទីនោះឥឡូវនេះមានរឿងអីនរណាខំមកឯងគឺជាប្រធានផ្នែកម្នាក់របស់ក្រុមហ៊ុនថ្នាំសៃប៉ាវនៅខាងជៀងហៃមួយរយៈមុនលោកញ៉ាំបាយជាមួយថៅកែសៃប៉ាវពេលនោះគាត់ក៏នៅទីនោះដែរហើយថែមទាំងសុំលេខតាក់ទងពីខ្ញុំទៀតស្ថានភាពជាក់លាក់ខ្ញុំមិនច្បាស់ទេខ្ញុំសង្ស័យថាគាត់មានចំនួនជាមួយប្រធានមន្ទីរពេទ្យជាងនៅមន្ទីរពេទ្យយើងតោះទៅមើលបន្តិចចាំទៅនាយកគូរបស់យើងនឹងមកដល់ឥឡូវនេះហើយប្រធានលូលោកធ្វើជាតំណាងផ្នែកវិទ្យាសាស្ត្រអស់ប៉ុន្មានឆ្នាំនេះមានសមត្ថភាពតែប៉ុណ្្នឹងទេនាងសម្ដីនាងមានន័យថាម៉េចតាមគោលការណ៍លោកធ្វើការក្នុងវិស័យនេះច្រើនឆ្នាំមកហើយមិនគួរណាមិនយល់ពីច្បាប់ទម្លាប់ទេខ្ញុំចាំថាលោកពីមុនតែងតែប្រាប់ខ្ញុំថារាល់ពេលលោកជួបគ្រូពេទ្យម្នាក់ត្រូវតែប្រុងប្រយ័ត្នខ្លាចគេឃើញតែថ្ងៃនេះលោកហ៊ានមកចងសម្ព័ន្ធភាពជាមួយមន្ទីរពេទ្យនៅទីនេះយ៉ាងចំលោកមិនខ្លាចបាត់បង់ការងារខ្លួនឯងទេប្រធានលូលោកគិតច្បាស់ទៅដើម្បីចេញមុខការពារមនុស្សស្រីអត់ខួរម្នាក់ត្រូវបំផ្លាញអាជីពការងារខ្លួនឯងតើវាស័ក្តិសមទេនាងនិយាយរឿងទាំងនេះដើម្បីគំរាមខ្ញុំមែនទេខ្ញុំនឹងថៅកែរបស់ពួកនាងគឺខ្ញុំស្គាល់លោកដែរនាយកគូខ្ញុំគឺមកពីក្រុមហ៊ុនថ្នាំសៃប៉ាវខ្ញុំដឹងថាលោកជានរណាតែខ្ញុំហាក់ដូចជាមិនសូវស្និទ្ធជាមួយលោកទេប្រធានមន្ទីរពេទ្យជាងនាងប្រាប់ខ្ញុំមកអំបញ្ញមិញមានរឿងអីតើគាត់នាំមនុស្សមកមន្ទីរពេទ្យយើងដើម្បីផ្សព្វផ្សាយលក់ថ្នាំរំខានដល់សណ្ដាប់ធ្នាប់មន្ទីរពេទ្យយើងមែនទេចាស់នាយកគូពិតជាមានរឿងបែបនេះមែនហើយពួកយើងដេញគាត់ចេញគាត់ថែមទាំងនិយាយថាមានទំនាក់ទំនងល្អជាមួយលោកទៀតនាយកគូស្ដាប់ខ្ញុំបកស្រាយសិនអំបញ្ញមិញពិតជាខ្ញុំធ្វើមិនត្រូវមែនតែថៅកែយើងនិងលោកក៏ជាមិត្តចាស់នឹងគ្នាដែរគាត់ប្រាប់ខ្ញុំច្រើនដងថាមន្ទីរពេទ្យជាងហៃនិងក្រុមហ៊ុនយើងតែងតែមានទំនាក់ទំនងសហការគ្នាដោយសារតែបែបនេះហើយទើបខ្ញុំលោកពិតជាថ្លើមធំមែននាយកគូខ្ញុំខុសហើយខ្ញុំទៅឥឡូវនេះខ្ញុំឈប់សិនប្រធានមន្ទីរពេទ្យជាងនាងមានអីត្រូវនិយាយទៀតទេឥឡូវនេះខ្ញុំសួរលោកមានទំនាក់ទំនងផលប្រយោជន៍ជាមួយគ្រូពេទ្យយើងដោយសម្ងាត់ដែរឬទេអត់មានទេគឺលើកមុនបានញ៉ាំបាយជាមួយអនុប្រធានមន្ទីរពេទ្យលីនិងគ្រូពេទ្យជាងម្ដងមែនហើយគ្រាន់តែញ៉ាំបាយម្ដងគ្មានអីផ្សេងទេគ្រូពេទ្យជាងប្រធានមន្ទីរពេទ្យលីអ្នកទាំងពីរទទួលការអញ្ជើញញ៉ាំអាហារពីបុគ្គលិកពាក់ព័ន្ធនឹងផលប្រយោជន៍យ៉ាងចំហនេះបានបំពេញលើបទបញ្ញត្តិរបស់មន្ទីរពេទ្យរួចទៅហើយក៏បំពេញលើក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យដែរយោងតាមបទបញ្ញត្តិពិន័យរបស់មន្ទីរពេទ្យអ្នកទាំងពីរត្រូវតែទទួលទណ្ឌកម្មតើអ្នកទាំងពីរមានអីត្រូវបកស្រាយទេខ្ញុំពួកយើងសុខចិត្តទទួលទណ្ឌកម្មល្អណាស់រឿងទណ្ឌកម្មខ្ញុំនឹងពិភាក្សាជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យម្ដងទៀតអ្នកទាំងពីរទៅសិនទៅចាប់ពីថ្ងៃនេះទៅខ្ញុំដាច់ខាតមិនអនុញ្ញាតឲ្យលោកនិងបុគ្គលិកណាម្នាក់របស់ក្រុមហ៊ុនលោកបង្ហាញខ្លួននៅមន្ទីរពេទ្យជាងហៃឡើយនាយកគូខ្ញុំស្នើសុំបញ្ចប់រាល់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនថ្នាំសៃប៉ាវហើយដកថ្នាំរបស់ពួកគេចេញពីមន្ទីរពេទ្យទាំងស្រុងជាងស៊ូរ៉ាននាងមានអីត្រូវអួតនាងចង់កាត់ផ្ដាច់ផ្លូវរស់គេមែនទេអាឡូអគ្គនាយកវាងជូនដំណឹងលោកមួយរឿងបុគ្គលិកក្រុមហ៊ុនលោកម្នាក់ឈ្មោះលូស៊ឺអាំងអំបញ្ញមិញបានមកបង្កបញ្ហានៅមន្ទីរពេទ្យយើងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់មន្ទីរពេទ្យយើងប្រធានមន្ទីរពេទ្យយើងខឹងខ្លាំងណាស់ចំពោះរឿងនេះសម្រាប់ចិត្តបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយពួកលោកសុំទោសអគ្គនាយកវាងសង្ឃឹមថាលោកអាចដោះស្រាយបានល្អនាយកគូខ្ញុំខុសហើយខ្ញុំសន្យាថាថ្ងៃក្រោយលែងមកមន្ទីរពេទ្យជាងហៃទៀតហើយតែសូមអង្វរលោកគុំលុបចោលកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនយើងអីពេលដែលកិច្ចសហប្រតិបត្តិការត្រូវលុបចោលថៅកែយើងច្បាស់ជាដេញខ្ញុំចេញមិនខានសូមអង្វរលោកហើយនាយកគូលោកអង្វរខ្ញុំមានប្រយោជន៍អីអ្នកដែលលោកប្រមាថគឺប្រធានមន្ទីរពេទ្យជាងមិនមែនខ្ញុំទេចេញឲ្យឆ្ងាយអាមនុស្សល្ងងប្រពន្ធសម្លាញ់បងខុសហើយបងពិតជាដឹងខុសមែនគឺបងល្ងងពេកបងមិនគួរក្បត់អូនទេរឹតតែមិនគួរមកទីនេះទល់នឹងអូនទៀតបងមិនមែនសុំការអភ័យទោសពីអូនទេតែអូនអាចកុំឲ្យមន្ទីរពេទ្យលុបចោលកិច្ចសហប្រតិបត្តិការជាមួយសៃប៉ាវបានទេបងមិនចង់បាត់បង់ការងារនេះទេទី1ពួកយើងលែងលះគ្នាហើយសូមលោកកុំហើយផ្ដេសផ្ដាស់ទៀតទី2អ្វីដែលលោកបានធ្វើទាំងអស់នេះគឺលោកធ្វើខ្លួនឯងមិនមែនខ្ញុំតម្រង់គោលដៅលើលោកដោយចិត្តណាទេម្យ៉ាងទៀតខ្ញុំទាមទារឲ្យលោកចោលកិច្ចសហប្រតិបត្តិការជាមួយសៃប៉ាវគឺដោយសារតែថ្នាំក្រុមហ៊ុនលោកថ្លៃពេកដូច្នេះសូមទោសផងលោកទៅវិញទៅអ្នកណាគេយកពួកគេទាំងពីរចេញទៅក្រៅឲ្យខ្ញុំប្រពន្ធសម្លាញ់បងខុសហើយបងពិតជាខុសមែននាយកគូអរគុណដែលលោកទុកចិត្តខ្ញុំយ៉ាងនេះតាមពិតមិនបាច់បកស្រាយទេរាល់ការសម្រេចចិត្តដែលនាងធ្វើក៏មិនចាំបាច់រីការប្រាប់ខ្ញុំដែរដូចដែលនាងនិយាយអំបញ្ញមិញអញ្ចឹងខ្ញុំទុកចិត្តនាងប្រធានមន្ទីរពេទ្យជាងយប់នេះខ្ញុំទំនេរអញ្ចឹងចាំនាងចេញពីធ្វើការខ្ញុំមកទទួលនាង